OK អ្នកនៅសល់ប្រហែល3 feet ទៀតអ្នកចិត្តដល់ហើយមែនហើយអ្នកចិត្តដល់ហើយអូទេខ្ញុំគឺ Brian ទើបតែឈ្នះតើអ្នកសប្បាយទេអូខេខ្ញុំគ្រាន់តែខ្ញុំមិននិយាយជាមួយគាត់ទេមិនអីទេនឹងគ្រាន់តែជាការប្រកួតទី1ក្នុងចំណោម7ដែលនឹងសាកល្បងមនុស្សទល់នឹងសត្វបន្ទាប់មកទៀតយើងមានអ្នកលោតខ្ពស់បំផុតនៅលើភពផែនដីមិនមែនលេងសើចទេនោះគឺជាកំណត់ត្រាពិភពលោកគីនេសនៃមនុស្សទាំង8000លានអ្នកដែលនៅទុច្នេះមនុស្សតោះទៅមើលសត្វដ៏ស្កឹមស្កៃនោះចុះតើអ្នកពិតជាគិតថាអ្នកអាចលោតខ្ពស់ជាងនឹងបានទេខ្ញុំមិនកុហកទេបើគាត់លោតបាន13ខ្ញុំក៏លោតបាន13ដែរអូមើលរបៀបដែលនាងមើលអ្នកចុះតើនោះជាការគំរាមកំហែងទេនាងកំពុងនិយាយភាសាអង់គ្លេសខ្ញុំថាយើងចូលទៅក្នុងវាប្រាសាទនេះដើម្បីតាក់ទាញនាងហើយមើលថាតើពួកគេអាចឲ្យនាងលោតបានទេចាំមើលថាតើអ្នកមានអ្វីខ្លះលូណាអូនាងចង់បានវានេះហើយនេះគឺការលោតមកដល់ហើយតើខ្លានឹងលោតខ្ពស់ប៉ុណ្ណាអូទេអោព្រះអាយអូឥឡូវនេះប្រសិនបើអ្នកអាចលោតខ្ពស់ជាងខ្លានេះបានខ្ញុំចង់ឲ្យអ្នកឈ្នះព្រោះអ្នកបានបំបែកកំណត់រៀបពិភពលោករបស់ខ្លួនឯងដូច្នេះខ្ញុំមិនដាក់នេះនៅកម្ពស់10 feet 9 អ៊ីនទេខ្ញុំនឹងដាក់វានៅកម្ពស់12 feet 3អ៊ីនខ្ពស់ជាង1អ៊ីនពីកំណត់ត្រាពិភពលោកគីនេសរបស់អ្នកប្រសិនបើគាត់អាចប៉ះវាបានមិនត្រឹមតែគាត់នឹងកម្ចាត់ខ្លាទេប៉ុន្តែគាត់នឹងបង្កើតកំណត់ត្រាពិភពលោកថ្មីខ្ញុំមានន័យថាខ្ញុំគិតថាខ្ញុំបានវាហើយអញ្ចឹង123បាទខ្ញុំមិនឃើញហេតុផលអីដែលមិនត្រូវខ្ញុំនិយាយត្រង់ខ្ញុំគិតថាអ្នកគិតថាខ្ញុំកុហកនេះហាក់ដូចជាមិនអាចទៅរួចសម្រាប់មនុស្សទេក៏តើអ្នកអាចជឿបានទេបង្ហាញពីផលិតផល Sports Code របស់អ្នកដោយមិនអស់ថវិកាទីផ្សាររបស់NOKជាមួយ Pictures Turn Photos ទៅជាវីដេអូទីផ្សារកម្រិតខ្ពស់ក្នុងរយៈពេលប៉ុន្មានវិនាទីគ្រាន់តែផ្ទុកឡើងរូបថតគម្រោងបញ្ចូលគំនិតរបស់អ្នកហើយ Pictures នឹងបង្កើតវីដេអូគម្រោងជាក់ស្ដែងពិភពលោកថ្មីតើអ្នកត្រៀមខ្លួនហើយឬនៅតោះចាប់ផ្ដើមតោះមើលថាតើអ្នកអាចប៉ះកំណត់ត្រាពិភពលោកនោះបានទេលូណាសម្រេចចិត្តហើយមែនទេតើគាត់អាចធ្វើបានទេអព្រះឲ្យអូគាត់ធ្វើបានល្អណាស់នោះពិតជាឈ្គួតណាស់ចាំបន្តិចតើអ្នកនឹងនិយាយអ្វីទៅកាន់វាខ្ញុំអ្នកទើបតែលោតខ្ពស់ជាងនរណាម្នាក់នៅក្នុងប្រវត្តិសាស្ត្រហើយអ្នកហាក់ដូចជាស្ងប់ស្ងាត់ខ្ញុំមានអារម្មណ៍ថាខ្ញុំអាចលោតខ្ពស់ជាងនេះបានខ្ញុំមិនកុហកទេព្រះឲ្យមនុស្សម្នាក់នេះខ្ញុំអាចលោតខ្ពស់ជាងនេះអ្នកបានបំបែកកំណត់ត្រាពិភពលោកគាត់និយាយថាអូខ្ញុំអាចលោតខ្ពស់ជាងនេះBrianឈ្នះសត្វតដារីឈ្នះខ្លាសត្វត្រូវតែចាប់ផ្ដើមអ្នកដូច្នេះមនុស្សតោះទៅខ្ញុំថាក្រុមមនុស្សនឹងមានការលំបាកបន្ថែមទៀតជាមួយនឹងការប្រកួតបន្ទាប់នេះឥឡូវនេះយើងនៅក្នុងសង្វៀនមួយដែលមានពុំបាគឺជាអ្នកជិះគោបាទយើងនឹងបញ្ចេញគោ3ក្បាលនៅក្នុងសង្វៀននេះគោ3ក្បាលអ្នកត្រូវតែយកលុយជាច្រើនថង់តាមដែលអ្នកអាចធ្វើបានទៅដល់ម្ខាងទៀតនៃសង្វៀនជាមួយគោ3ក្បាលដេញតាមអ្នកក្នុងដំណើរការនេះរាល់ដុល្លារដែលអ្នកដាក់ក្នុងធុងក្នុងរយៈពេល3នាទីខាងមុខអ្នករក្សាវ៉ាខ្ញុំត្រៀមខ្លួនហើយជីមសំណាងល្អពួកវាមកហើយប៉ុន្តែសូមកុំស្លាប់ឲ្យសោះពួកគេឆ្លងកាត់ទ្វារហើយកំពុងមករកគាត់ហើយអូខេពួកគេកំពុងដេញតាមគាត់អូពួកគេដើរហួសគាត់ហើយយកលុយទៅបន្តទៅទៀតទៅអូគាត់របូតមុខហើយគាត់បានធានា10,000រួចហើយអូពីក្រោយអ្នកប៉ុន្តែតើគាត់អាចនៅឆ្ងាយពីគោបានយូរប៉ុណ្ណាអូខេនេះយើងទៅហើយគាត់ទើបតែបាន2ថង់ទៀតពួកវានៅពីក្រោយអ្នករត់អូព្រះឲ្យខ្ញុំនឹងភ័យខ្លាចក្នុងការនៅជិតគោទាំងនោះអូពួកវាកំពុងមករកយើងហើយអូចាំសិនទៅតាមគាត់មិនមែនខ្ញុំទេអ្នកដឹងទេប៊ូបាកំពុងសើចខណៈដែលគោ3ក្បាលកំពុងដេញតាមគាត់បរិសម្នាក់នេះស្ងប់ស្ងាត់ពេកក្នុងការរត់ជុំវិញជាមួយគោ3ក្បាលដែលមានទម្ងន់1500ផង់ត្រឡប់ទៅយកលុយវិញគាត់កំពុងអនុវត្តយុទ្ធសាស្ត្រនៃការធ្វើឲ្យគោភ័យខ្លាចតើនេះជាអ្វីកំណត់ចំណាំសម្រាប់ខ្លួនឯងកុំធ្វើរឿងទាំងនេះជាមួយអ្នកជំនាញគាត់ពិតជាបានទេសនាពេញមួយបញ្ហាប្រឈមនេះនឹងហើយអ្នកឈ្នះហើយអ្នកកំពុងរត់គេចខ្លួនអរគុណតើអ្នកនឹងចំណាយលុយលើអ្វីប្រហែលជាឡានថ្មីមួយប៉ុន្តែតើអ្វីនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលនោះគឺអ្នកណាឈ្នះការប្រណាំងនៅពេលក្រោយក្នុងវីដេអូនេះប៉ុន្តែបញ្ហាប្រឈមបន្ទាប់នេះមានសត្វពីរប្រភេទដែលបង្កើតឡើងដើម្បីកំទេចឆ្អឹងគ្រប់សរសៃក្នុងរាងកាយរបស់អ្នកអូខេនេះចូលតាមទ្វារទាំងនេះមកខ្ញុំភ័យខ្លាចណាស់នេះគឺនេះដែលអ្នកប្រហែលជាចាំពីការប្រណាំងរបស់គាត់ជាមួយបុរសដែលលឿនបំផុតនៅលើភពផែនដីដែលទោះបីជាមានការនាំមុខមួយម៉ាយក៏ដោយក៏គាត់នៅតែចាញ់ No Allies ហើយថ្ងៃនេះខ្ញុំនឹងផ្ដល់ឱកាសទី2ដល់គាត់លើអ្វីដែលសាហាវជាងនេះបន្តិចនៅពីមុខអ្នកខ្ញុំមិនអាចទេជឿខ្ញុំចុះជឿខ្ញុំចុះនៅពីមុខអ្នកបងប្រុសនៅពេលអ្នកឃើញវីដេអូនេះអ្នកនឹងដឹងថាតើអ្នកល្ងងប៉ុណ្ណាតើវាជាអ្វីបងប្រុសវាពិតជា100,000អូខេគាត់បានចាញ់ No Allies ដូច្នេះគាត់មិនដឹងថាលុយច្រើនមានអារម្មណ៍យ៉ាងណាទេខ្ញុំបានធ្វើដើម្បីឈ្នះ100,000នេះអ្នកត្រូវតែជ្រើសរើសដើម្បីរស់រានមានជីវិត1នាទីនៅក្នុងសង្វៀនជាមួយទាំងពីរដោះបង់ភ្នែករបស់អ្នកចេញរ៉ាមីគោទម្ងន់500ផោនជាអ្នកសមោអាជីពហេតុអ្វីបានជាអ្នកធ្វើបែបនេះគាត់នៅរងាកមកវិញ1នាទីនៅក្នុងសង្វៀនជាមួយខ្លាឃ្មុំនេះអូព្រះឲ្យបងប្រុសអូខេហេតុអ្វីបានជាគាត់នៅទីនោះ
ហើយប្រសិនបើអ្នកគិតថាខ្លាឃ្មុំនេះគ្មានគ្រោះថ្នាក់ទេកុំព្រោះគាត់អាចហែកមនុស្សធម្មតាម្នាក់ឲ្យខ្ទេចខ្ទីវាធំណាស់បងប្រុសថមសុខសប្បាយទេគាត់អូខេកុំមើលគាត់យូរពេកដល់ពេលសម្រេចចិត្តហើយថម100,000នៅលើញឹងអ្នកចង់ប្រកួតជាមួយអ្នកចំបាប់ស៊ូម៉ូឬក៏ខ្លាឃ្មុំគ្រីស្លីអូគាត់កំពុងមករកអ្នកគាត់រំភើបណាស់ឥឡូវនេះចល័តអូខេខ្ញុំមិនត្រឡប់ទៅរកខ្លាឃ្មុំវិញទេគាត់ក្រោកហើយសួស្ដីទៅជាមួយអ្នកបងអូអ្នករើសគាត់មែនទេខ្ញុំត្រូវតែធ្វើតើអ្នកខ្លាឃ្មុំគ្រីស្លីធំអ្នកមានជីវិតជាមួយអ្នកទេខ្ញុំមិនមានទេហើយដូច្នេះនីកមិនស្លាប់ពិតប្រាកដទេខ្ញុំបាននាំគ្រូបង្វឹកស៊ូម៉ូពិតប្រាកដសូមឲ្យអ្នកដែលល្អបំផុតសូមឲ្យដំរីដែលល្អបំផុតឈ្នះហើយកុំស៊ីស្មៅអីបើអ្នកមិនចង់កាត់ស្មៅទេទិញដំរីទៅអូគាត់ទើបតែទះខ្ញុំនឹងត្រចៀកគាត់កំពុងព្យាយាមគូនេះយកនេះទៅឲ្យគាត់ត្រូវចាប់ផ្ដើមហើយទៅគូរូបទៅគាត់មិនអាចរងចាំបានទេ2ចាប់ផ្ដើមកម្មវិធីកំណត់ពេលវេលានេះជាលើកដំបូងហើយនៅលើប៉ុស្តិ៍នេះដែលយើងមានដំរីគូរូបដូច្នេះយើងនឹងលាក់ស្នាដៃសិល្បៈរហូតដល់ចប់គូអូមិនមែនខ្ញុំទេជីមីតើអ្នកចង់ឲ្យខ្ញុំគូអ្វីសាលាធំមួយខ្ញុំយល់ហើយអូខេអញ្ចឹងយើងនឹងចាប់ផ្ដើមជាមួយពណ៌លឿងទង់ដែងនឹងជាពណ៌ដែលអ្នកចង់បានមែនទេមិត្តភ័ក្តិសាលារៀនមានពណ៌អ្វីខ្លះអូនឹងហើយអូគាត់ទម្លាក់វាហើយយើងនឹងផ្ដល់ការលើកទឹកចិត្តឲ្យគាត់ពណ៌ទឹកក្រូចហេតុអ្វីបានជាដំរីបានស៊ីហើយអ្នកមិនឲ្យខ្ញុំស៊ីគ្មានបន្លែគ្មានអ្វីទាំងអស់អ្នកចង់បានបន្លែទេតោះនិយាយអំពីការគូរូបបន្ថែមទៀតស៊ីអានឹងទៅអូមិនមែនសូកូឡាទេខ្ញុំហាអូខេសល់5នាទីទៀត Trevor បាទខ្ញុំគិតអំពីសក់ខ្លែងខ្លាយរបស់ Bob Ross គាត់កំពុងផ្ដោតអារម្មណ៍ Bob កំពុងរាំនៅទីនេះអញ្ចឹងតោះប្រឹងប្រែងឡើងតោះទៅយើងមិនអាចចាញ់មនុស្សម្នាក់នេះទេអូបាទក្មេងល្អខ្ញុំមានពេលប៉ុន្មាន4នាទីហើយពេលវេលាកំពុងដើរហើយ Bob Ross បាទឥឡូវនេះវាជាដុំពណ៌លឿងទេវាជាឡាន Wagon មើលចុះអូខេទៅគូរូបអូមិនមែនខ្ញុំទេគូអានឹងទៅអូហើយផ្លូវអ្នកត្រូវតែគូព្រះអាទិត្យនេះអ្នកឲ្យខ្ញុំពណ៌លឿងអូខេប៉ាំអ្នក